ជំរាបសួរប្រិមិត្តទាំងអស់គ្នាដែលបានតាមដានទស្សនា Channel YouTube ខ្ញុំហើយថ្ងៃនេះខ្ញុំនឹងបង្វែរអារម្មណ៍បងប្អូនទៅលេងនៅខាងស្រុកវាវែងភ្នំ1500បាទនៅក្នុងស្រុកវាវែងមានទីតាំងរីសតច្រើនតែបងប្អូនប្រកាសជាគិតថាតើគួរទៅរីសតមួយណាដើម្បីមានទេសភាពស្អាតថតរូបស្អាតហើយតម្លៃសមរម្យហើយអាចទៅជាលក្ខណៈគ្រួសារក៏បានទៅជាលក្ខណៈដៃគូក៏បានអញ្ចឹងខ្ញុំសូមណែនាំរីសតមួយកន្លែងដែលខ្ញុំបានទៅរួចហើយគឺមានឈ្មោះថារីជប៉ុនរីសតរីជប៉ុនរីសតនេះមានទីតាំងល្អនៅលើកំពូលភ្នំហើយអ្វីដែលកាន់តែពិសេសនោះគឺទេសភាពបងប្អូនពេលដែលយើងឡើងទៅលើកំពូលភ្នំរីសតហ្នឹងគឺយើងមើលទៅខាងជុំវិញហ្នឹងគឺព័ទ្ធទៅដោយជួរភ្នំហើយមានទេសភាពស្អាតជាពិសេសពេលព្រឹកមានចុះអាប់ខ្យល់បក់មករហៀកហើយផឹកកាហ្វេបាទជជែកគ្នាលេងបាទហើយពេលយប់ជាពិសេសយើងឈិលលក្ខណៈគ្រួសារជុំគ្នាបាទច្រៀងលេងកម្សាន្តបានបាទហើយជាពិសេសទៀតនោះគឺនៅជុំវិញរីសតនោះគឺមានដាំទុរេនបាទទុរេនច្រើនមែនទែនដែលម្ចាស់រីសតគាត់ដាំហើយយើងអាចញ៉ាំយើងអាចទិញនៅទីនោះបានអញ្ចឹងបងប្អូនយល់ល្អគួរទៅក្នុងខែណាបាទគឺខែតរេនតុំហ្នឹងហើយនៅក្នុងខែ6ឬក៏ខែ7ហើយយើងមានម៉ូតូជិះលេងនៅតាមជើងភ្នំនៅតាមឆ្ការទុរេនហ្នឹងណាមើលផ្លែទុរេនបេះផ្លែទុរេនអីសប្បាយមែនទែនបាទហើយផ្ទះមានពីរដំណាក់បាទដំណាក់ទី1គឺនៅចង្កេះភ្នំនៅខាងក្រោមហើយដំណាក់ទី2នោះគឺនៅខាងលើដែលខ្ញុំឈរថតនេះឯងមើលទេសភាពពីលើទៅគឺស្អាតហើយខ្ញុំសូមណែនាំបើបងប្អូនស្រឡាញ់ទេសភាពដែលស្អាតបែបនេះយើងគួរគេងនៅខាងលើពីព្រោះយើងមើលទៅងាយស្រួលក្នុងការថតរូបតែខាងក្រោមក៏មិនអន់ដែរខាងក្រោមផ្ទះឈើហ្នឹងគឺអាច share គ្នាបានច្រើនណាបងប្អូនអាច10នាក់នោះមានចក្រានបាយមានបន្ទប់ទឹក2មានបន្ទប់គេង2និយាយទៅមកគ្រួសារទៅគឺសុបាយបាទយើងដាក់អីទៅញ៉ាំឈើជុំគ្នាពេលយប់អាំងសាច់ច្រៀងលេងកម្សាន្តស្ដាប់សំឡេងទឹកហូរចិត្តផ្ទះហ្នឹងគឺអូរ៉ូមែនទិកមែនតើបាទហើយបើសិនជាមានដៃគូទៅទៀតគេថាអស់ចាតែម្ដងហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនបើបងប្អូនចង់ឃើញច្បាស់អាចទៅសាកម្ដងទៅខ្ញុំទៅរួចហើយគឺជាប់ចិត្តតែម្ដងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយសូមជួយ Subscribe ផងបាទអរគុណ